តម្លៃមាសនៅលើទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃដោយសារមូលហេតុ3យ៉ាងកងទ័ពអាកាសចិនចាប់ផ្ដើមជ្រើសរើសអ្នកបើកបរយន្តហោះជាស្ត្រីលើកទី14ដោយត្រូវឆ្លងកាត់ការធ្វើតេស្តជាង100ដងនៅទូទាំង10នាយកដ្ឋាននៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដានៅថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះតម្លៃមាសនៅលើទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃមកនៅត្រឹម$397ក្នុង1ជីដែលកាលពីសប្តាហ៍មុននេះមានតម្លៃរហូតដល់$405ក្នុង1ជីអ្នកវិភាគសេដ្ឋកិច្ចទីផ្សារមាសនៅប្រទេសកម្ពុជាបានលើកឡើងអំពីមូលហេតុមួយចំនួនដែលជារួមយើងឃើញមានមូលហេតុ3យ៉ាងដែលបណ្ដាលឲ្យមាសនៅលើទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃទី1គឺបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលបានធ្វើឡើងកាលពីថ្ងៃទី24ខែមិថុនាទី2គឺការរំសាយក្តីបារម្ភតាក់ទងទៅនឹងគោលនយោបាយដំឡើងពន្ធនាំចូលអាមេរិករបស់លោកត្រាំដែលពេលនេះបានចាប់ផ្ដើមសម្របសម្រួលលើពន្ធបរិខាផ្សេងជាពិសេសគឺភាពតានតឹងរបស់អាមេរិកនិងចិនដែលបានកំណត់ត្រឹមថ្ងៃទី9ខែកក្កដាខាងមុខនេះនិងទី3គឺតម្លៃមាសធ្លាក់ចុះពីព្រោះលុយនិងការវិនិយោគមួយចំនួននៅពេលនេះបានងាកទៅបាញ់ឆ្ពោះទៅលើទីផ្សារស្តុកនិងភាគហ៊ុនវិញសូមបញ្ជាក់ថាតម្លៃមាសនៅលើទីផ្សារកម្ពុជាបានធ្លាក់ចុះ$405មកនៅត្រឹម$397ក្នុង1ជីនេះបានកើតឡើងបន្ទាប់ពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះពី$3,327ក្នុង1អោនមកនៅត្រឹម$3,288ក្នុង1អោននៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានអន្តរជាតិការធ្វើតេស្តជ្រើសរើសចុងក្រោយសម្រាប់សិស្សានុសិស្សវគ្គបើកបរយន្តហោះជាស្ត្រីលើកទី14សម្រាប់និស្សិតបញ្ចប់ថ្នាក់វិទ្យាល័យបានធ្វើឡើងនៅមជ្ឈមណ្ឌលជ្រើសរើសអ្នកបើកបរយន្តហោះជីណានខេត្តសានដុងភាគខាងកើតប្រទេសចិននេះគឺជាការជ្រើសរើសនិស្សិតបើកយន្តហោះជាលើកដំបូងរបស់កងទ័ពរំដោះប្រជាជនចិនហៅកាត់ថា PLA ពីនិស្សិតបញ្ចប់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេសក្នុងរយៈពេល4ឆ្នាំនិស្សិតបញ្ចប់វិទ្យាល័យនៅទូទាំង31ខេត្តមានតំបន់ស្វយ័តនិងទីក្រុងផ្ទាល់ស្ថិតក្រោមរដ្ឋាភិបាលកណ្ដាលបានឆ្លងកាត់ការជ្រើសរើសដំបូងទទួលបានការវិតម្លៃផ្នែកវិទ្យាសាស្ត្រនិងផ្លូវចិត្តយ៉ាងច្រើននៅទីនេះដោយបានបោះជំហានដំបូងរបស់ពួកគេឆ្ពោះទៅរកក្តីសុបិននៃការហោះហើរលើផ្ទៃអាកាសការជ្រើសរើសផ្នែកវិទ្យាសាស្ត្រគឺពាក់ព័ន្ធទៅនឹងការធ្វើតេស្តជាង100ដងនៅទូទាំង10នាយកដ្ឋានដោយបានវាយតម្លៃយ៉ាងម៉ត់ចត់អំពីសុខភាពរយៈពេលវែងនិងសមត្ថភាពសម្របខ្លួនរបស់បេក្ខជននីមួយៗការវិតម្លៃផ្លូវចិត្តផ្ដោតលើការវិតម្លៃនៃសក្តានុពលលើការហោះហើរមានឆន្ទៈនិងគុណភាពសំខាន់ដទៃទៀតរបស់បេក្ខជនផងដែរមានសេចក្តីរាយការណ៍ថាបេក្ខជនទាំងអស់ដែលត្រូវបានជាប់ពិន្ទុប្រឡងចូលមហាវិទ្យាល័យឬ GOGAO ជាមធ្យមលើសពីពិន្ទុកាត់ចេញពីសាកលវិទ្យាល័យថ្នាក់ទី1តាមខេត្តរៀងខ្លួននិងលើសពី100ពិន្ទុដែលភាគច្រើនពួកគេសុទ្ធសឹងតែជាសិស្សពូកែនិងមានសមត្ថភាពពិសេសនាងខ្ញុំណារិនពីព័ត៌មានខ្លីៗនៃវិទ្យុជាតិខេត្តកណ្ដាល